មប្រតិជគុណជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះវ៉ាន់ស្រីនាថនាងខ្ញុំឈ្មោះអានវត្តៃនាងខ្ញុំឈ្មោះសុខារតនាខ្ញុំបាទឈ្មោះសម្បត្តិបុនផលដែលយើងទាំង4នាក់នេះជានិស្សិតឆ្នាំទី3មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនៃ Department ប្រវត្តិវិទ្យាដែលកំពុងតែសិក្សាទៅលើមុខវិជ្ជាប្រវត្តិសិល្បៈខ្មែរស្ថាបត្យកម្មនិងសំណង់ដែលបង្រៀនដោយលោកគ្រូលេងសេរ៉ង់នៅក្នុងឆ្នាំសិក្សា2024និង2025នៅថ្ងៃនេះផងដែរយើងបានសិក្សាស្រាវជ្រាវមួយទៅលើប្រធានបទប្រាសាទអាស្រមមហាឥសីនៅខេត្តតាកែវចង់ដឹងថាតើប្រាសាទអាស្រមមហាឥសីនេះមានទីតាំងភូមិសាស្ត្រនិងមានប្រវត្តិសាស្ត្រដូចម្តេចនោះសូមទស្សនាដូចតទៅទីតាំងភូមិសាស្ត្រប្រាសាទអាស្រមមហាឥសីស្ថិតនៅប៉ែកនិរតីប្រមាណជា250ម៉ែត្រពីប្រាសាទភ្នំដាដែលស្ថិតនៅក្នុងភូមិគោកធ្លោកឃុំគោកធ្លោកស្រុកអង្គរបុរីខេត្តតាកែវបើយើងធ្វើដំណើរពីទីក្រុងភ្នំពេញដោយជិះតាមផ្លូវជាតិលេខ2ទម្រាំទៅដល់ទីតាំងប្រមាណជាង91គីឡូប្រើរយៈពេលប្រមាណជា2ម៉ោងកន្លះប្រាសាទនេះត្រូវបានកសាងឡើងនាសតវត្សទី11លើខឿនប្រាសាទឥដ្ឋនាសម័យនគរភ្នំប្រាសាទអាស្រមមហាឥសីជាសំណង់ស្ថាបត្យកម្មខ្មែរដែលមានរយៈពេលចំណាស់ជាងគេធ្វើតាមលំនាំនៃប្រាសាទឥណ្ឌាក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះបូជនីយដ្ឋាននេះធ្វើអំពីថ្មពពុះបែរមុខទៅទិសខាងជើងហើយមានទ្វារចូលធំមួយនិងបង្អួចតូចតែគ្មានទ្វារបញ្ឆោតដោយសម័យក្រោយទេលក្ខណៈពិសេសមួយទៀតគឺកំពូលប្រាសាទនេះលម្អដោយក្បាច់ជាផ្កាឈូកក្តោបមួយព្រមទាំងវត្តមានរបស់មណ្ឌលមួយរាង4ជ្រុងស្មើដែលស្ថិតនៅផ្នែកខាងក្នុងនៃប្រាសាទដែលជុំវិញមានផ្លូវដើរភាវនាធម៌នៅអមតាមសងខាងនៃទ្វារមណ្ឌលយើងឃើញមានសសរពេជ្រពីរប្រហាក់ប្រហែលនឹងហរៈតែសប្តាហ៍ថ្ងៃនេះត្រូវបានបារាំងយកទៅតម្កល់នៅសារមន្ទីរហ្គីបេនៅទីក្រុងប៉ារីសប្រាសាទអាស្រមមហាឥសីដែលមានទំហំប្រមាណជា 5.5 ម៉ែត្រគុណនឹង 5.5 ម៉ែត្រដោយមានកម្ពស់ 7 ម៉ែត្រត្រូវបានទទួលការជួសជុលដោយអ្នកឯកទេសបារាំងឈ្មោះម៉ូហ្សេរវាងឆ្នាំ1930និងឆ្នាំ1935តែមិនបានសពគ្រប់ 100% នោះទេការសិក្សាស្រាវជ្រាវថ្មីបានធ្វើឲ្យដឹងថាប្រាសាទនេះស្ថិតនៅក្នុងអន្តរកាលរវាងសម័យនគរភ្នំនិងចេនឡាពោលគឺស្ថិតក្នុងអំឡុងចុងសតវត្សទី5ដើមសតវត្សទី6ហើយបានទទួលឥទ្ធិពលពីសាលាវិចិត្រសិល្បៈអជូណូប្រវត្តិនៃអាស្រមមហាឥសីដែលកសាងដោយភរវៈវរមៈទី1ដែលឧទ្ទិសទៅដល់ទេពហេរៈហើយសម្រាប់ប្រាសាទអាស្រមឥសីជាប្រាសាទមួយចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាហើយកសាងឡើងនៅចុងសតវត្សទី6និងដើមសតវត្សទី7ដែលប្រាសាទនេះដែលយកលំនាំពីស្ថាបត្យកម្មប្រាសាទឥណ្ឌាកសាងបែរមុខទៅជើងដែលជាទិសរបស់ព្រះកុបេជាអាទិទេពនៃទ្រព្យសម្បត្តិនៅផ្នែកខាងក្នុងនៃប្រាសាទសម្រាប់ដើរតេសិនជុំវិញនៅក្នុងកិច្ចពិធីនៃព្រានសាសនាដែលគេហៅថាភគគ្រឹះហើយប្រាសាទនេះគេចាត់ទុកជាប្រាសាទដែលកសាងនៅលើភ្នំដំបូងគេនៅដំណាក់កាលដំបូងមុនពេលដែលខ្មែរយើងកសាងប្រាសាទនេះគឺសម្រាប់បូជាសម្រាប់បុព្វបុរសខ្មែរដែលបានជីកលង់ភ្នំសម្រាប់ធ្វើកន្លែងតម្កល់ទេពគោរពបូជាដោយឃើញមាននៅភ្នំដាស្រុកអង្គរបុរីខេត្តតាកែវដែលក្រោយមកប្រពៃណីនៃការកសាងប្រាសាទសម្រាប់បូជាដល់សាសនាចាប់ផ្ដើមមានសន្ទុះឡើងនៅសតវត្សទី6ហើយនៅពេលនោះទៀតសោតខ្មែរយើងនៅអនុវត្តបែបឥណ្ឌាច្រើនតែខ្លះក៏មានលក្ខណៈជាសំណង់បែបខ្មែរក៏មានអ្វីដែលគួរចាប់អារម្មណ៍នោះគឺមានសំណង់ប្រាសាទខ្មែរខ្លះដែលកសាងនៅគ្រឹះនៅផ្នែកខាងក្នុងមួយជាន់ទៀត
ដែលមានលក្ខណៈដូចឥណ្ឌាដែរប្រាសាទទាំងនោះបានគេស្គាល់ថាប្រាសាទអាស្រមឥសីភ្នំដាគុកវិហារសម្បូរព្រៃគុកខាងជើងនិងហាន់ជ័យប្រាសាទភ្នំបាយ័ងហើយមូលហេតុដែលប្រាសាទអាស្រមមហាឥសីនៅខេត្តតាកែវបែរមុខទៅជើងដែលជាទិសរបស់ព្រះអាទិទេពក្នុងសាសនាហិណ្ឌូឬព្រះកុបេរជាអាទិទេពនៃទ្រព្យសម្បត្តិឬធនធានឬសិរីសួស្តីការបែរមុខទៅជើងមិនមែនជាការចាយដនឡើយគឺបែរមុខទៅរកទីក្រុងនៃអង្គរបូរីនៃអាណាចក្រភ្នំឬហ្វូណននឹងដើម្បីតាក់ទាញបារមីនៃអាទិទេពខាងលើផងដែរព្រោះលោករក្សាទិសខាងជើងម្យ៉ាងទៀតប្រាសាទនេះជាប្រាសាទរាជដ៏សំខាន់សម្រាប់រាជធានីរបស់នគរភ្នំយើងដឹងហើយថាប្រាសាទអាស្រមមហាឥសីដែលស្ថិតនៅភូមិកោកថ្លុកឃុំកោកថ្លុកស្រុកអង្គរបូរីខេត្តតាកែវដែលបានកសាងឡើងនៅលើចង្កេះភ្នំដាដែលបង្ហាញអំពីអន្តរកាលរវាងសម័យហ្វូណននិងចេនឡាដែលមាននៅចុងសតវត្សទី6និងដើមសតវត្សទី7ហើយប្រាសាទអាស្រមមហាឥសីនេះក៏បានកសាងបែរមុខទៅទិសខាងជើងហើយប្រាសាទនេះគឺមានរាង4ជ្រុងដែលធ្វើអំពីថ្មហើយថ្មនោះផងដែរគឺជាថ្មបាសាល់ឬក៏គេអាចហៅម្យ៉ាងបានទៀតថាជាថ្មពពុះហើយថ្មនេះគឺជាប្រភេទថ្មដែលមានសភាពរឹងខ្លាំងក្រៅពីប្រាសាទដែលបានសាងធ្វើអំពីថ្មបាសាល់នេះមានតែពីរប៉ុណ្ណោះនៅក្នុងប្រទេសខ្មែរយើងទី1នោះគឺប្រាសាទអាស្រមមហាឥសីនៅខាងជើងភ្នំដាខេត្តតាកែវនិងប្រាសាទគោកព្រះធាតុស្ថិតនៅចង្កេះភ្នំហាន់ជ័យខេត្តកំពង់ចាមគេក៏បានប្រទះឃើញថ្មបាសាល់នេះស្ថិតនៅម្ដុំថ្មក្រែខេត្តកំពង់ចាមនិងក្រចេះផងដែរហើយប្រាសាទអាស្រមមហាឥសីនេះមានប្រវែងបណ្ដោយ6ម៉ែត្រនិងទទឹង 5.47 ម៉ែត្រនិងមានទ្វារចំនួន1ហើយទ្វារនោះទៀតសោតគឺមានស៊ុមទ្វារដែលមិនត្រូវបានធ្វើជាក្បាលរចនាអ្វីនោះទេគឺឃើញមានតែទំហំទូចល្មមទៅនឹងទំហំប្រាសាទតែប៉ុណ្ណោះហើយនៅតាមជញ្ជាំងរបស់ប្រាសាទក៏គេឃើញមានបង្អួចចំនួន8ដែរគឺខាងកើតនិងខាងលិចព្រមទាំងពីរទៀតនោះគឺនៅផ្នែកខាងមុខទ្វារចូលដែលមានលក្ខណៈដូចទៅនឹងប្រាសាទអណ្ដែតដែរម្យ៉ាងទៀតនៅលើបង្អួចនីមួយៗគេឃើញមានស៊ុមលៀនចេញមកក្រៅនិងមានសសរពេជ្រ2ដែលបញ្ឈរនៅមុខអមសងខាងទ្វារចូលដែលជាតម្រត្រផ្ទាំងផ្តែរលម្អទៅដោយផ្ការំយោនិងនៅផ្នែកនៃផ្តែរនឹងមានក្បាច់ចិញ្ចៀនផងដែរហើយប្រាសាទនេះមានរាងដូចជាចេតិយដែលមានលក្ខណៈសំណង់ស្រដៀងនឹងប្រាសាទនៅប្រទេសឥណ្ឌាដែលគឺជាបែបផែននៃសិល្បៈឥណ្ឌានេះហើយកំពូលនៃប្រាសាទអាស្រមមហាឥសីនេះមានរាងជាផ្កាឈូកក្រពុំដែលជារបៀបដូចទៅនឹងទម្រង់ជាសិល្បៈឥណ្ឌាដែលគេស្គាល់ថាជាកាឡាសានិងអាម៉ាឡាកាហើយបច្ចេកទេសនៃការកសាងប្រាសាទនេះគឺគេយកថ្មតម្រៀបបន្ទប់ពីលើគ្នាហើយចំណែកឯថ្មដែលគេតម្រៀបបន្ទប់ពីលើគ្នានេះផងដែរនៅលើដំបូលនេះគឺនៅកន្លែងកោងនៅល្បាក់ដំបូលដែលយើងឃើញមានឆ្លាក់រូបគោឌុផុសលយចេញចំនួន7គឺរត់ត្រង់គ្នាជាជួរគោឌុនៅក្រោមគេជួរទាំង3គឺជាដំណថ្មហើយដំណថ្មនេះគឺមានសន្តានជាចង្អុលបង្ខំគ្នានៅលើនិងនៅក្រោមដែលគេសន្និដ្ឋានបានថាជាតបង្ហូរទឹកភ្លៀងដែលកុំឲ្យជ្រាបចូលទៅក្នុងប្រាសាទហើយគេអាចហៅបានថាជាដំណបង្ហូរទឹកភ្លៀងគឺមានពីដុំមួយទៅដុំមួយទៀតដែលមានជាជួរជាមួយនឹងគ្នានៅជុំវិញដំបូលនៃប្រាសាទនេះហើយនៅផ្នែកកណ្ដាលនៃប្រាសាទគឺមានកូនបន្ទប់មួយដែលគេហៅថាមណ្ឌប់ហើយមណ្ឌប់នេះគឺសម្រាប់នំកសេវលឹងដើម្បីធ្វើកិច្ចពិធីសាសនាហើយមណ្ឌប់នេះគឺមានរាង4ជ្រុងស្មើហើយនៅជុំវិញមណ្ឌប់នោះគឺមានចន្លោះសម្រាប់ធ្វើដំណើរប្រទក្សិណនៅជុំវិញព
ពលគឺដើម្បីធ្វើការគោរពបូជានិងភាវនាធម៌ហើយនៅក្នុងមណ្ឌពនេះគឺជាកន្លែងរបស់ព្រះហរិហរៈគង់នៅគឺជាគោះគ្រឹះឬក៏ជាកន្លែងដែលបណ្ដុំនិងបង្កើតសុខដុមរុងរឿងឡើងហើយនៅចន្លោះមណ្ឌពនេះក៏គេឃើញមានជញ្ជាំងប្រាសាទខាងក្នុងមានផ្លូវដើរព័ទ្ធជុំវិញដែលមានចន្លោះប្រមាណជា70សង់ទីម៉ែត្រដែលជាកន្លែងសម្រាប់ដើរប្រទក្សិណនៅជុំវិញប្រាសាទនេះហើយបន្ទាប់ពីធ្វើសក្ការៈបូជាបន្ទាប់ពីការបួងសួងគោរពទៅដល់អាទិទេពហើយក៏ប្រទក្សិណទៅតាមទិសនាឡិកាហើយការដើរនេះផងដែរគឺដើរនៅខាងស្ដាំពីបណ្ឌពនោះហើយនៅក្នុងបណ្ឌពនោះគឺមានរណ្ដៅបង្ហូរទឹកចេញទៅតាមជញ្ជាំងខាងក្រៅរបស់ប្រាសាទគឺមានសម្មាសូត្រាដែលជាតបង្ហូរទឹកចេញមកខាងក្រៅប្រាសាទគេអាចត្រងយកមកលុបលាងមុខឬក៏ពិសាព្រោះគេជឿថាទឹកដែលហូរចេញពីសេវាឡឹងគឺជាទឹកអម្រឹតដែលផ្ដល់នូវសេចក្តីសុខសុភមង្គលទៅដល់មនុស្សហើយទឹកដែលហូរចេញនោះគឺមានសភាពរាយប៉ាយដោយសារតែមាត់បង្ហូរនោះមានភាពបាក់បាយឬក៏បាត់បង់ទៅនឹងផ្នែកខ្លះៗទៅហើយចំពោះខាងមុខនៃទ្វារមណ្ឌពនោះគឺមិនខុសអំពីផ្នែកមាត់ទ្វារខាងក្រៅនោះទេគឺមានសសរពេជ្រមូលដែលនៅអមសងខាងស៊ុមទ្វារនិងត្រផ្តែរដែលនៅពីលើស៊ុមទ្វារនេះហើយជនជាតិបារាំងដែលបានរកឃើញប្រាសាទអាស្រមមហាឥសីដែលស្ថិតនៅក្នុងសភាពខូចខាតជាខ្លាំងស្ទើរតែរលំទៅហើយនៅក្នុងឆ្នាំ1935គឺលោកសង់រេម៉ូសេនិងក្រុមការងារគឺបានធ្វើការជួសជុលប្រាសាទនេះឡើងវិញដោយប្រើប្រាស់បច្ចេកទេសទៅតាមរបៀបអាណាស្តូឡូពោលគឺការរើថ្មចេញដោយមានបងលេខរៀងហើយរួចមកគឺតម្រៀបថ្មនេះឡើងជាថ្មីហើយអ្នកស្រាវជ្រាវមួយចំនួនយល់ថាប្រាសាទនេះគឺតម្កល់ទេពហរិហរៈដែលមានកម្ពស់ 1.73 សង់ទីម៉ែត្រនិងទទឹង65សង់ទីម៉ែត្រនិងកម្រាស់ចំនួន23សង់ទីម៉ែត្រហើយសប្តាហ៍ថ្ងៃនេះរូបនេះគឺបានតម្កល់ទុកនៅសារមន្ទីរគីមេនៃទីក្រុងប៉ារីសក៏ប៉ុន្តែករណីនេះយើងគួរតែយកមកពិចារណាដែរក៏ព្រោះតែប្រាសាទនេះមានគុំបន្ទប់ទូចមួយនៅខាងក្នុងដូច្នេះហើយបើគិតទៅតាមកម្ពស់របស់ព្រះហរិហរៈនោះវាហាក់ដូចជាមិនសមមាត្រគ្នានោះទេជាមួយនឹងគុំបន្ទប់នោះតតែសោះបើយោងទៅតាមឯកសាររបស់អប្សរានៅទី4នោះគឺយើងនិយាយអំពីសិល្បៈដែលយើងលើកយកមកនិយាយមានផ្តែរហោជាងនិងសសរពេជ្រចំពោះផ្តែរមានរាងជាអង្កត់ពីរកំណាត់ដែលមានក្បាច់ផ្ការំយោលតាមលំនាំឥណ្ឌាម្យ៉ាងវិញទៀតស្ថិតនៅក្នុងទ្វារចូលនៃផ្តែរនេះបានបញ្ចេញនូវមុខងារមួយយ៉ាងសំខាន់គឺការស្វាគមន៍ដ៏សាស្នឹកដែលផ្ដល់នូវភាពរីករាយតាមរយៈក្បាច់ផ្កាលម្អដែលស្ថិតនៅលើក្បាលរបស់វាមួយវិញទៀតនោះគឺយើងនិយាយអំពីហោជាងដែលហោជាងវាមានទ្រង់ទ្រាយជាអក្សរអុយបញ្ច្រាស់ឬក៏ដូចទៅនឹងក្រចកសេះវាបានរិចនៅខាងចុងយើងអាចសន្មតបានថាវាជាគំរូនៃហោជាងនាសម័យក្រោយៗអ្វីត្បិតតែវាមានលក្ខណៈសាមញ្ញជាងក៏ដោយក៏ប៉ុន្តែក្បាច់ក្បូរដែលលម្អតបតែហោជាងនេះត្រូវបានរលុះបែកបាក់ជ្រុះអស់គ្រាន់តែមិនសល់នៅចម្លាក់ជារាងប្រាសាទអណ្ដែតតែប៉ុណ្ណោះចំពោះសសរពេជ្រវិញជាការពិតណាស់សសរពេជ្រមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រផ្ទាំងចម្លាក់ផ្តែរដ៏ធ្ងន់ក៏ប៉ុន្តែសសរពេជ្រមានតួនាទីលម្អសោភ័ណភាពប្រាសាទឲ្យកាន់តែស្អាតជាងនេះបន្ថែមទៀតផងដែរទោះបីជាសសរពេជ្រត្រូវបានគេដាក់បញ្ឈរនៅអមសងខាងទ្វារក៏ដោយក៏សសរពេជ្រមានតួនាទីទ្រផ្ទាំងផ្តែរដោយលម្អទៅដោយក្បាច់ផ្ការំយោលនៅផ្នែកកណ្ដាលព្រមទាំងមានការឆ្លាក់ក្បាច់ចិញ្ចៀនផងដែររីឯសសរផ្អប់វិញនេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិស្ថាបត្យកម្មខ្មែរដែលយើងមើលឃើញវត្តមានរបស់សសរផ្អប់អមជាមួយនឹងសសរពេជ្រទាំងសងខាងដែលជាកត្តាមួយយ៉ាងសំខាន់ដើម្បីទ្រហោងជាងដូចនេះមុខងាររបស់សសរផ្អប់គឺការលម្អប្រាសាទនិងធានាសុវត្ថិភាពរបស់សំណង់ផងដែររូបបរមាព្រះហរិហរៈនៅក្នុងសិល្បៈខ្មែរ
ដែលបរមាសាសបែបសំយោងរវាងទេពទាំងពីរនេះគឺជាលទ្ធិដ៏ពេញនិយមរបស់ខ្មែរនាសម័យមុនអង្គរជាពិសេសនោះគឺយើងឃើញមានតាំងពីរចនាបថភ្នំដាមកម្លេះហើយហរិហរៈនេះគឺមានលក្ខណៈដូចគ្នាទៅនឹងព្រះនាងទុគីដែលទទួលនៅកម្លាំងរួមបញ្ចូលអំពីទេពផ្សេងៗដើម្បីផ្គុំជាធម្មពលដ៏មហាសាលមួយនៅក្នុងទូនាទីដែលបង្កើតនិងការពារនិងទូនាទីបំផ្លាញអ្វីមួយដែលជាភាវៈអាក្រក់នៅក្នុងលោកហើយក្នុងសិល្បៈឥណ្ឌាហរិហរៈក៏ជាការរលាយបញ្ចូលគ្នារវាងព្រះសិវៈនិងព្រះវិស្ណុដែលគេស្គាល់ថាសនកនារាយរៈជាទម្រង់កម្ពុជានៃទេពដែលមានធ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួនក្នុងប្រទេសឥណ្ឌានាសតវត្សទី6មកហើយនៅក្នុងរឿងនិទានបានលើកឡើងដំបូងបំផុតនៃហរិហរៈទំនងជាត្រូវបានគេសង្កេតឃើញនៅក្នុងព្រះវិស្ណុគឺភាវៈនៃហរិវង្សដែលជាកន្លែងមកដាយាពិភាក្សាអំពីសត្វនេះហើយយោងទៅតាមរឿងព្រេងមួយនៅពេលដែលព្រះវិស្ណុបានលេចមុខជាមហាទេពមហោនិនៅចំពោះមុខព្រះសិវៈក្រោយមកទៀតបានចាប់ចិត្តនឹងនាងហើយព្យាយាមអោបនាងនៅពេលនោះមហោហិរិបានត្រឡប់មកទម្រង់ពិតនៃព្រះវិស្ណុត្រូវចំណុចនោះអតិទេពទាំងពីរបានបញ្ចូលគ្នាជាអង្គតែមួយគឺហរិហរៈហើយយោងទៅតាមសកណ្ដាបុរាណាអ្នកកាន់សាសនារបស់ព្រះសិវៈបានចូលរួមក្នុងចំនួនជាមួយអ្នកកាន់សាសនារបស់ព្រះវិស្ណុទាក់ទងទៅនឹងឧត្តមភាពនៃអតិទេពរបស់ពួកគេដើម្បីបញ្ចប់បញ្ហានេះព្រះសិវៈនិងព្រះវិស្ណុរួមបញ្ចូលគ្នាជាព្រះហរិហរៈចំណែកឯនៅក្នុងសិល្បៈខ្មែរហរិហរៈពុំឃើញមានក្នុងចម្លាក់ក្រឡោតទាបឬក្រឡោតខ្ពស់ទេយើងឃើញមានតែបរមាជាទូទៅធ្វើអំពីថ្មពុំមានធ្វើអំពីលោហៈហើយបរមាហរិហរៈក៏មានចាប់តាំងពី7ពាក់កណ្ដាលនៃសតវត្សទី6នៃរចនាបថភ្នំដាមកដែរគឺបរមាហរិហរៈនៅប្រាសាទអាស្រមមហាឫសីជារួមមកប្រាសាទអាស្រមមហាឥសីជាសំណង់ស្ថាបត្យកម្មខ្មែរដែលមានវ័យចំណាស់ជាងគេបំផុតដែលមាននៅលើទឹកដីកម្ពុជាអ្វីត្បិតតែប្រាសាទនេះបានទទួលឥទ្ធិពលយ៉ាងខ្លាំងក្លាពីឥណ្ឌាយ៉ាងពិតប្រាកដមែនក៏ប៉ុន្តែយើងពុំអាចនិយាយថាវាគឺជាសំណង់ស្ថាបត្យកម្មដែលចម្លងទាំងដុលនៃរូបមន្តរបស់ប្រទេសឥណ្ឌានោះទេព្រោះថានៅប្រទេសឥណ្ឌាគេពុំដែលជួបប្រទះប្រាសាទណាមួយដែលមានលក្ខណៈដូចគ្នាទាំងស្រុងនឹងសំណង់ប្រាសាទរបស់យើងនោះឡើយចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដាននៅវីដេអូមួយនេះ